កាលពីមិនតាន់ប្រើឱសថបុរាណឆ្អឹងនេះរបស់ថៃដែលជាវីតាមីនកម្ចាត់ឬដងបានេះមកកាលពីមុនខ្ញុំមានអាការៈពេលដែលបត់ជើងបត់អីវាពិបាកបត់ជើងជួនកាលយើងបត់ជើងអីហើយយើងមានអារម្មណ៍ថាបត់ជើងអត់អស់ពីពោះអញ្ចឹងណាចេះតែរៀងចុកឆ្អល់ក្នុងកាពះពោះវៀនឥឡូវបានធូរច្រើនតាំងពីកំប៉ុងទី1មកម្លេះហើយពេលខ្លះជួនបត់ជើងជួនក្តៀនជួនរឹងជួនអាចនឹងរែកហើយជួនកាលទៀតយើងបត់ឈាមមកវាមានធ្លាក់ឈាមមកជាមួយនឹងលាមកជួនកាលឈាមស្រស់តែម្ដងក៏មានដែរក្រោយពីខ្ញុំបានប្រើឱសថបុរាណឆ្អឹងនេះរបស់ថៃដែលជាឱសថកម្ចាត់ឬដងបាននេះខ្ញុំកើតមករយៈពេល5ឆ្នាំហើយឥឡូវខ្ញុំប្រើអស់2កំប៉ុងឥឡូវចូលកំប៉ុងទី3ឃើញថាបានធូរច្រើនចំពោះអាការៈដងបានហ្នឹងចំពោះសាច់ដែលដុះលៀនទីមកក្រៅហ្នឹងឥឡូវវាបានស្វិតទៅវិញចូលវា30-40% ហើយឥឡូវខ្ញុំកំពុងបន្តចូលដបទី3ខ្ញុំនឹងគិតថាដបទី3នេះនឹងអាចបាន50-60% ហើយខ្ញុំនឹងបន្តប្រើឲ្យជាដាច់តែម្ដងដោយសារក្រុមគ្រួសារឬក៏មិត្តភ័ក្តិអីតែងតែមានបញ្ហាហ្នឹងអញ្ចឹងខ្ញុំនឹងណែនាំគេបន្តទៅទៀត